Hello សួស្តីអ្នកនរគ្នាថ្ងៃនេះចង់បង្ហាញទីកន្លែងមួយដែលល្បីនៅក្នុងខេត្តបាត់ដំបងគ្រាន់តែមើលរូបភាពក៏ដឹងដែរថាកន្លែងហ្នឹងនៅណាតោះកុំចំណាយពេលយូរខ្ញុំនាំមកទីកន្លែងមួយតែគេហៅថាភ្នំសំពៅកន្លែងដែលខ្ញុំនៅឈរនៅកន្លែងនេះគឺជើងភ្នំសំពៅខ្ញុំអត់បានឡើងភ្នំទេដោយសារតែមានក្មេងៗច្រើនអញ្ចឹងពិបាកក្នុងការឡើងហើយខ្ញុំទៅហ្នឹងគឺអត់មានកម្រងទេគឺទៅដល់ចៃដន្យទេហើយខ្ញុំចូលទៅហ្នឹងខ្ទង់ម៉ោង 7:06 ហើយអញ្ចឹងក្មេងៗគាត់សប្បាយមែនតើដោយសារតែកូនខ្ញុំអីគាត់អត់ដែលបានមកទេនេះជាលើកដំបូងហើយដែលកូនខ្ញុំហ្នឹងគឺគាត់បានមកភ្នំសំពៅហ្នឹងជាលើកដំបូងភ្នំសំពៅជារៀងរាល់ថ្ងៃនៅពេលល្ងាចហ្នឹងគឺសម្បូរទៅដោយមនុស្សទាំងជនជាតិខ្មែរនិងជនបរទេសនិងអ្នកមកពីចម្ងាយហ្នឹងគាត់ចូលចិត្តមកទស្សនាពេលល្ងាចដោយសារតែពេលល្ងាចហ្នឹងគឺមានអ្វីដែលប្លែកនៅtrongវីដេអូនឹងបង្ហាញថាអីគេដែលទាំងជនជាតិខ្មែរជនជាតិបរទេសគាត់ចូលចិត្តមកទស្សនានៅភ្នំសំពៅនេះស្វាមួយនេះខ្ញុំឃើញហើយសាច់ដុំវាដូចធំដល់មើលទៅខ្ញុំខ្លាចវាហ្មងខ្ញុំកិច្ចពីវាបើខ្ញុំលួចថតវាឥឡូវវាដើរទៅបាត់ហើយនេះមកវិញហើយនេះគឺកូនខ្ញុំស្វាមីខ្ញុំហើយក្មួយរបស់ខ្ញុំ3នាក់ទៀតមកជាមួយដែរនេះមកឃើញស្វាមួយនេះហើយនឹងវាទៅដើមរបស់អ្នកណាទេនេះគឺជាទេសភាពនៅខាងជើងភ្នំដែលជាកន្លែងដែលគេទស្សនាហើយនៅភ្នំសំពៅនេះគឺមានល្អាងជាច្រើនល្អាងទី1ហ្នឹងគឺល្អាងពជាវល្អាងកាស្លាល្អាងគក់ទ្រុងល្អាងខ្យល់ហើយនេះល្អាងតែងខ្លួនល្អាងក្បាលខ្មោចល្អាងកង្កែបល្អាងស្ថានីយ៍ឬក៏ល្អាងធំល្អាងសុំខ្ចីចានឆ្នាំងល្អាងស្ដេចដំរីសនេះគឺល្អាងដងព្រេងកំពូលភ្នំសំពៅវត្តគិរីរម្យល្អាងខ្វែងល្អាងជ្រៃល្អាងបាតរណ្ដៅល្អាងរាជច្រើនអញ្ចឹងនៅក្នុងភ្នំសំពៅនេះបើសិនជាយើងចង់មកគឺយើងអាចនៅទីហ្នឹងគឺមានអ្វីដែលខ្ញុំបានរៀបរាប់ពីមុនមកនេះចូលដល់កន្លែងនេះគេគឺល្អាងពជាវអញ្ចឹងអ្វីដែលល្បីសម្រាប់ភ្នំសំពៅដែលខ្លាំងជាងគេហ្នឹងគឺការមើលពជាវហ្នឹងវាហើរចេញពីរោងរបស់វាជាខ្សែច្រើនមែនទែនខ្ញុំថតចង់10នាទីប៉ុន្តែខ្ញុំកាត់ខ្លះហើយគឺអត់អស់ទេចេញអត់អស់ទេនឹងថាវាទៅណាទេវាទៅរកចំណីវាច្រើនមែនទែនគឺដល់ម៉ោងវាក៏តុងប្រហែលជាម៉ោង6កន្លះអីដឹងតែវាចេញហើយអញ្ចឹងគឺវាដឹងថាវាប្រហែលជាវាចេញទៅរកចំណីតែអត់ដឹងថាពេលណាដែលវាត្រឡប់មកវិញទេអត់ដឹងទេពេលវាត្រឡប់មកវិញអត់មានអ្នកណាគេដឹងទេដឹងតែពេលវាទៅនឹងឯងអញ្ចឹងភ្ញៀវទេសចរភាគច្រើនគឺគាត់ចាំមើលពជាវនេះឯងទាំងជនជាតិបរទេសជនជាតិខ្មែរហ្នឹងគឺគាត់ចូលចិត្តមើលពជាវវាចេញដំណើរជាវងឲ្យច្រើនមែនទែនច្រើនរាប់អត់បានតែម្ដងគឺរាប់អត់តែម្ដងអ្នកណារាប់អស់ខ្ញុំទៅសើនេះឲ្យលុយ500បើរាប់អស់ច្រើនអញ្ចឹងបើសិនជាបងប្អូនចង់មកទស្សនានៅភ្នំសំពៅដែលជាភ្នំសម្បូរទៅដោយទីកន្លែងនិងល្អាងច្រើនជាពិសេសចង់មើលពជាវវាចេញដំណើរទៅរកចំណីឲ្យមកភ្នំសំពៅបានអរគុណ